បន្ទាប់ពីមើលវីដេអូនេះរួចខ្ញុំធានាថាអ្នកទាំងអស់គ្នានឹងឈប់ទិញទៀនក្រអូបគេហើយបាយមកធ្វើទៀនក្រអូបខ្លួនឯងវិញឈប់សិនអ្នកទាំងអស់គ្នាអ្នកដែលលក់ទៀនក្រអូបដូចគ្នាកុំអាលជេរខ្ញុំណាតើអ្នកទាំងអស់គ្នាមកមើលពីវិធីធ្វើទៀនក្រអូបជាមួយនឹងខ្ញុំទាំងអស់គ្នាខ្ញុំនឹងធ្វើវីដេអូកាត់ដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលចូលទៅទស្សនានិងងាយស្រួលយល់នៅក្នុងចំណុចនេះផងដែរសម្រាប់ក្រមួនខ្ញុំបានរំលាយរួចជាស្រេចក្រមួនដូចខ្ញុំជម្រាបអ្នកទាំងអស់គ្នាពីមុនមកអញ្ចឹងសម្រាប់ក្រមួនដែលយើងធ្វើក្រឡយើងត្រូវកំណត់ទៅតាមបរិមាណក៏ដូចជារូបមន្តដែលយើងបានចងទុកសម្រាប់ខ្ញុំគឺខ្ញុំត្រូវការក្រមួនសណ្ដែក 70% និងក្រមួនឃ្មុំ 30% និងដាក់បន្ថែមជាមួយនឹងក្លិនដែលយើងត្រូវការ 10% បាទអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយថា 10% 30% 70% ហ្នឹងគឺជាអ្វីគឺ 10% 30% 70% នេះនៃបរិមាណទៀនរបស់យើងសរុបខ្ញុំសូមរំលឹកអ្នកទាំងអស់គ្នាផងដែរអ្នកទាំងអស់គ្នាគួរតែដាក់ប្រេងក្រអូបនៅចន្លោះសីតុណ្ហភាពពី60ទៅ70អង្សាសេសម្រាប់ការចាក់ទៀននេះផងដែរចាក់នៅពេលដែលក្រមួនចុះត្រជាក់មកដល់ត្រឹម60ទៅ70អង្សាអ្នកទាំងអស់គ្នាអាចចាក់ក្រមួនចូលទៅក្នុងក្រឡដែលយើងបានរៀបចំទុកនេះគន្លឹះដែលធ្វើឲ្យក្រមួនរបស់អ្នកទាំងអស់គ្នាងាយនឹងចុះត្រជាក់សូមអ្នកទាំងអស់គ្នាឧស្សាហ៍កវាឲ្យបានញឹកដើម្បីឲ្យវាចុះត្រជាក់នៅក្នុងវីដេអូនេះក្រមួនរបស់យើងក៏ស័ក្តិសមជាមួយនឹងសីតុណ្ហភាពដែលអាចចាក់ចូលក្រឡរបស់យើងបានថ្ងៃនេះផងដែរខ្ញុំសូមជម្រាបពុកម៉ែបងប្អូនថាខ្ញុំធ្វើក្រឡបឹងឈូកដើម្បីដាក់នៅជំនាញផ្ទះភាសាតែក្រឡយើងនិយាយអំពីផ្កាឈូកដូចនេះក៏ខ្ញុំសូមបង្ហាញពីការចាក់ពុំផ្កាឈូកផងដែរអ្នកទាំងអស់គ្នាខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាទិញពុំផ្កាឈូកនេះគឺងាយស្រួលចាក់មែនទែនដោយសារតែពុំវាស្ដើងហើយនឹងទន់ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការយកផ្កាឈូកចេញពីពុំអ្នកទាំងអស់គ្នាចាំមើលណាគឺវាស្រួលមែនទែនតែម្ដងដែលងាយស្រួលអ្នកទាំងអស់គ្នាដែលចេះល្មមក៏អាចចាក់ទៀនពុំផ្កាឈូកនេះបានដូចគ្នាបាទអ្នកទាំងអស់គ្នាកន្លែងនេះខ្ញុំសូមរំលឹកផងដែរថាមុននឹងយើងចាក់ផ្កាចេញពីពុម្ពរបស់យើងឬក៏អ្វីក៏ដោយចេញពីពុម្ពគឺអ្នកទាំងអស់គ្នាត្រូវតែប្រកាសថាពុម្ពរបស់យើងបានត្រជាក់ហើយទៀនរបស់យើងគឺបានកករឹងមុននេះគឺទៀនរបស់ខ្ញុំហ្នឹងគឺវាអត់សូវរឹងទេដោយសារតែខ្ញុំបឋមនៅក្នុងការថតវីដេអូឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងណាដើម្បីកុំឲ្យខាត់ពេលខ្ញុំក៏រូតរះនៅក្នុងការចាក់វាតែម្ដងទៅកាត់មកដល់ត្រង់នេះគឺពុម្ពរបស់ខ្ញុំបានស្ងួតល្មមនៅក្នុងការអាចយកចេញបានហើយនៅក្នុងពុម្ពនេះគឺផ្កាឈូកដែលខ្ញុំត្រូវដាក់ជាមួយនឹងក្រឡមួយនេះផ្កាឈូកមួយនេះខ្ញុំតាំងពីចាក់លើកដំបូងមកគឺខ្ញុំស្រឡាញ់ហ្មងនៅទាំងអស់គ្នាព្រោះដោយសារតែផ្កាឈូកហ្នឹងគឺវាចេញមកស្អាតហ្មងនៅទាំងអស់គ្នាវាពិបាកតែកន្លែងបដូលបន្តិចទេដោយសារតែបដូលវាហ្នឹងគឺវាមានផ្កាឈូកដូចផ្កាជំរឿតទៅមុខទៀតថាតើការរៀបចំក្រឡទៀនរបស់ខ្ញុំមួយនេះវាស្អាតប៉ុណ្ណាសម្រាប់អ្នកទាំងអស់គ្នាដែលមានគំនិតចង់ឲ្យខ្ញុំធ្វើអីបន្តទៀតអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានណាអ្នកទាំងអស់គ្នាឬមួយក៏អ្នកទាំងអស់គ្នាចង់ complain អីចង់ប្រាប់អីចង់recommend ខ្ញុំអីអ្នកទាំងអស់គ្នាអាចប្រាប់នៅខាងក្រោមវីដេអូនេះបានដើម្បីឲ្យខ្ញុំយកមកកែប្រែនិងធ្វើឲ្យអ្នកទាំងអស់គ្នាមើលបន្តទៀតឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាបន្តទៀតជាមួយនឹងការរៀបចំក្រឡទៀនរបស់ខ្ញុំបន្ទាប់ពីយើងបានចាក់ពុម្ពផ្កាឈូករួចរាល់ហើយមកខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីការចាក់មកដល់ចំណុចនេះគឺខ្ញុំបានចាក់ gel ចូលទៅក្នុងក្រឡរបស់យើងខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាដោយសារតែ gel របស់ខ្ញុំពេលដែលខ្ញុំចាក់ចូលហ្នឹងគឺក្តៅអ្នកទាំងអស់គ្នាមានឃើញផ្សែងហុយអត់អញ្ចឹងខ្ញុំសូម recommend ទៅអ្នកទាំងអស់គ្នាកុំឲ្យចាក់ដូចខ្ញុំណាដោយសារតែខ្ញុំចាក់នេះខ្ញុំប្រញាប់ថតវីដេអូជូនអ្នកទាំងអស់គ្នាទស្សនាអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាកុំឲ្យចាក់ gel ចូលទាំងក្តៅបែបនេះព្រោះវាធ្វើឲ្យក្រមួនសណ្ដែកនិងក្រមួនឃ្មុំដែលយើងចាក់មុនហ្នឹងវារលាយនៅពេលដែលវារលាយទៅគឺយើងត្រូវរងចាំទៀតដើម្បីឲ្យវាស្ងួតដូចនេះហើយខ្ញុំ recommend អ្នកទាំងអស់គ្នារងចាំ gel របស់យើងចុះត្រជាក់ល្មមដែលយើងអាចចាក់ពីលើក្រមួនរបស់យើងរួចចាំយើងចាក់ចូលអ្នកទាំងអស់គ្នានៅពេលដែលយើងចាក់ទៅ gel របស់យើងក៏ឆាប់ស្ងួតហើយក្រមួនរបស់យើងក៏ស្ងួតគឺវាអត់មានអីប៉ះពាល់ទេចំណុចនេះក៏សំខាន់ដូចគ្នាគឺយើងរងចាំ gel របស់យើងស្ងួតល្មមដែលយើងអាច
រៀបចំអបការជូកចូលចាំយើងចាប់ផ្ដើមកុំដូចខ្ញុំទៀតហើយដោយសារតែខ្ញុំបញ្ញាប់ថតវីដេអូជូនអ្នកទាំងអស់គ្នាមើលអញ្ចឹង gel របស់ខ្ញុំហ្នឹងគឺនៅក្តៅអ៊ុនហើយវាអត់ទៅវ៉ាន់រលាយ 100% ហើយណាមួយទៀតខ្ញុំអត់ដែរធ្វើអញ្ចឹងទេដល់ពេលខ្ញុំធ្វើទៅវាស្អាតមួយយ៉ាងដែរអ្នកទាំងអស់គ្នាដោយសារតែយើងដាក់ស្លឹកឈូកទៅហើយស្លឹកឈូកវារៀងលិចចូលនៅក្នុង gel របស់យើងទៅវាហាក់ដូចជាទឹករបស់យើងកំពុងតែឡើងទឹកបឹងឡើងហើយវារៀងលិចស្លឹកឈូកតិចហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងវាមើលទៅវាស្អាតមួយយ៉ាងដែរតាមពិតគឺខ្ញុំអត់មានបំណងថាដាក់ស្លឹកឈូកឲ្យវាមើលទៅវារៀងលិចទឹកបន្តិចអីទេតែក៏ប៉ុន្តែដោយសារតែខ្ញុំបញ្ញាប់ថតវីដេអូជូនអ្នកទាំងអស់គ្នាទស្សនាអញ្ចឹងទេខ្ញុំក៏អត់រងចាំ gel នឹងតិចខ្លាំងខ្ញុំក៏ចាប់ផ្ដើមដាក់ទៅហើយអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូនេះគឺស្លឹកឈូករបស់ខ្ញុំហ្នឹងគឺវារៀងលិចទឹកអញ្ចឹងវាមើលមកដូចទឹកបឹងយើងកំពុងឡើងអ្នកទាំងអស់គ្នាឲ្យវាឡើងទៅវារៀងចង់លិចស្លឹកឈូកវីដេអូរបស់ខ្ញុំក៏ឈានចូលដល់ទីបញ្ចប់ដែរអញ្ចឹងអ្នកទាំងអស់គ្នាដែលមានចម្ងល់អាចចូលទៅក្នុង comment បានហើយសម្រាប់អ្នកដែលចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច subscribe ខ្ញុំម្នាក់មួយផងណាអរគុណជម្រាបលាអ្នកទាំងអស់គ្នា